ទីប្រឹក្សាយោធាតើព្រះមហាក្សត្រមានបញ្ជាអ្វីទេព្រះអង្គម្ចាស់ក្ត្រីនឹងយាងមកក្នុងពេលចាប់នេះតែទៅយកវាទៅវិមានជាមុនសិនបាត់ចាសហេចាប់ពីពេលនេះទៅខ្ញុំជាព្រះអង្គម្ចាស់ក្ត្រីស្រមុកឥឡូវនេះខ្ញុំកំពុងពិនិត្យមើលខ្លួនឯងតើខ្ញុំមកដល់ទីនេះនៅពេលណាខ្ញុំទើបតែញ៉ាំរួចហើយក៏ចេញពីទីនោះតើខ្ញុំនឹងបញ្ជាឲ្យអ្នកទៅទីនោះនៅពេលណាយោពួកគេបានត្រឡប់មកវិញយ៉ាងលឿនប៉ុន្តែវាកើតឡើងភ្លាមថាខ្ញុំបានក្លាយជាព្រះអង្គម្ចាស់រាជទាយាទរួចទៅហើយស្រមុកហេព្រះករុណាព្រះមហាក្សត្រីខ្ញុំបានរកឃើញលេខ1នេះត្រូវបានផ្សារភ្ជាប់ដោយមិនអាចកាត់ផ្ដាច់បានទៅនឹងចំណងជើងជំនឿរបស់គ្រូសាសពួកគេហើយរីកាមកវិញតើអ្នកអាចមានសិទ្ធិសម្រេចចុងក្រោយដោយរបៀបណានាំខ្ញុំទៅមើលព្រះអង្គម្ចាស់ហេតុអ្វីហេមិនអីទេតោះទៅផ្ទះសូមហាខ្ញុំឆ្ងល់ថាតើព្រះអង្គម្ចាស់រាជទាយាទនិងទីប្រឹក្សាយោធាបានមកដល់ហើយអ្នកឲ្យបានអីទេមិនអីទេតើម្ចាស់របស់អ្នកនៅណាមេបានចេញទៅក្រៅតើវាអាចទៅជាគាត់រត់គេចខ្លួនដើម្បីគេចពីការដាក់ទោសឬតើអ្នកអាចធ្វើការសន្មត់បែបនេះអំពីអ្នកដទៃដោយរបៀបណាខ្ញុំគិតថាសុងហៅទើបតែចេញទៅក្រៅដើម្បីសប្បាយទេហាព្រះអង្គម្ចាស់ក្ត្រីនិយាយត្រូវអ្នកយុទ្ធសាស្ត្រនេះពិតជាអ្វីផ្សេងទៀតយ៉ាងហោចណាស់ពួកគេនឹងមិនបដិសេធអ្វីទាំងអស់ដែលតើនោះមិនធ្វើឲ្យអ្វីកាន់តែសាមញ្ញទេពីមុនអ្នកយុទ្ធសាស្ត្រគូហ្វៃបានសុំឲ្យយើងស៊ើបអង្កេតការទំនាក់ទំនងរវាងសុងហៅនិងព្រះចៅអធិរាជលទ្ធផលគឺស្ថិតនៅក្នុងជាការពិតណាស់ទ្រព្យសម្បត្តិមួយចំនួនធំត្រូវបានផ្ទេរទៅឲ្យសុងហៅដោយមិនអាចពន្យល់បានខ្ញុំស្នើឲ្យយើងចាប់ខ្លួនគាត់ជាបន្ទាន់ហើយសួរចម្លើយគាត់ឲ្យបានហ្មត់ចត់ចៅហ្វៃវ័យក្មេងរបស់ខ្ញុំមិនបានធ្វើរឿងទាំងនេះដោយគំនិតផ្ទួចផ្ដើមរបស់គាត់ទេឆ្មាំអធិរាជទាំងនេះពិតជាមានអ្វីមួយដ៏អស្ចារ្យអ្វីដែលអ្នកត្រូវស៊ើបអង្កេតឥឡូវនេះមិនមែនជាសុងហៅទេព្រះអង្គម្ចាស់រាជទាយាទតើអ្នកកំពុងនិយាយរឿងមិនសមហេតុផលអ្វីខ្លះខ្ញុំបានដឹងអំពីសុងហៅមុនពេលខ្ញុំមកទីនេះព្រះអង្គម្ចាស់នេះបានធ្វើកិច្ចការផ្ទះរបស់គាត់រួចរាល់ហើយលើសពីនេះពួកគេទទួលបានព័ត៌មានមួយចំនួនតាមរយៈព្រះរាជក្រឹត្យសេសានបានធ្វើរឿងទាំងអស់នេះដោយខ្លួនឯងលើសពីនេះឥឡូវនេះគាត់បានរត់គេចខ្លួនដើម្បីគេចពីការដាក់ទណ្ឌកម្មខ្ញុំព្រះអង្គម្ចាស់រាជទាយាទប្រកាសណាស់ថាទ្រង់នឹងមិនរត់គេចពីទីនេះឡើយអ្នកអាចទៅផ្ទះរបស់វ៉ិនសិនជិងហើយស្វែងរកដោយប្រុងប្រយ័ត្នអ្នកក្រោមបង្គាប់ចូលទៅរកវាឥឡូវនេះសូមអរគុណឯកឧត្តមមិនអីទេទាំងនេះគឺជារឿងទាំងអស់ដែលខ្ញុំព្រះអង្គម្ចាស់រាជទាយាទគួរធ្វើហេតុអ្វីករុណាព្រះមហាក្សត្រីយានីនោះចុះសុងហៅវិញភ្នំពោះបានធ្វើរឿងទាំងអស់នេះតើរឿងនេះមានអ្វីពាក់ព័ន្ធជាមួយសុងហៅគាត់មិនមែនជាជនល្មើសទេពួកគេគួរតែជាជនរងគ្រោះវាហាក់ដូចជាវាពិតជាដូច្នោះមែនក្នុងនាមជាជនរងគ្រោះយើងគួរតែធ្វើការកែតម្រូវបន្ថែមទៀតនេះជារបៀបដែលព្រះរាជបញ្ជារបស់ព្រះមហាក្សត្រត្រូវបានបញ្ជូនសូមឲ្យសុងហៅក្លាយជាពាណិជ្ជករអធិរាជបន្ទាប់លើសពីនេះសូមរៀបចំមាសចំនួន50,000 តាទៀតសម្រាប់គាត់ជាសំណងផ្លូវចិត្តកាន់តែច្រើនឡើងមាស50,000 តាហេតុអ្វីអ្នកមិនអាចគិតបែបនេះបានទេនៅទីបំផុតគាត់បានក្លាយជាពាណិជ្ជកររាជវង្សលុយនោះគ្មានអ្វីសម្រាប់គាត់ទេនេះគ្មានអ្វីទេខ្ញុំនឹងទៅឥឡូវនេះខ្ញុំមានគម្រោងយកវាទៅផ្ទះរបស់អ្នកនៅថ្ងៃមួយទៀតល្អណាស់បន្ទាប់មកធ្វើវាតាមវិធីនេះព្រះអង្គម្ចាស់នេះនឹងត្រឡប់ទៅព្រះបន្លាលេឡាក់វិញជាមុនសិនវាហាក់ដូចជាព្រះអង្គម្ចាស់រាជទាយាទកំពុងរកលេសសម្រាប់ចៅហ្វៃនីវ័យក្មេងមិនប្រកាន់ទេចូលយើងនិយាយអំពីវានៅពេលដែលម្ចាស់វ័យក្មេងត្រឡប់មកវិញលោកក្រវ័យក្មេងតើអ្នកបានទៅណាព្រះអង្គម្ចាស់រាជទាយាទបានយាងមកដោយផ្ទាល់នៅពេលខ្លះព្រះអង្គម្ចាស់រាជទាយាទបានមានបន្ទូលអ្វីព្រះអង្គម្ចាស់បានមានបន្ទូលថាចៅហ្វាយវ័យក្មេងរូបនោះជាជនរងគ្រោះមកចៅហ្វាយវ័យក្មេងបានប្រែទៅជាខ្សាច់ក៏បានផ្ញើមាសជាង50,000 តោផងដែរលឿនណាស់បាត់ចាសលឿនណាស់ដោយផ្អែកលើរិយាបថរបស់ព្រះអង្គម្ចាស់ក្ត្រីយើងលែងស្ថិតក្នុងគ្រោះថ្នាក់ទៀតហើយគ្មានគ្រោះថ្នាក់អ្វីតតែសោះនៅពេលដែលឆ្មាំឯកសន្តានបកបានរកឃើញសាកសពរបស់លើពីនេះខ្ញុំបានប្រែក្លាយទៅជាថាគឺរបស់ព្រះអង្គម្ចាស់យល់ទេតើអាចមានគ្រោះថ្នាក់អ្វីនៅពេលនោះហាមិនអីទេសូមរៀបចំឲ្យមាននរណាម្នាក់ដឹកជញ្ជូនប្រអប់ទាំងអស់នេះទៅសម្រាប់បន្តិចនៅយប់នេះបាត់ចាសចំពោះថ្ងៃស្អែកវិញស្រមុកខ្ញុំនឹងទៅមើលផ្ទះនៅស៊ីសិនថ្ងៃស្អែកតោះមើលថាតើឆ្មាំឯកសន្តានដែលបាក់មើលទៅដូចអ្វីតើអ្នកបម្រើនៃណាតើស៊ីសិនមិនមានអ្នកថែរក្សាផ្ទះទេនាំគាត់មកទីនេះចូលយើងសួរពួកគេឲ្យបានត្រឹមត្រូវខ្ញុំនឹងរៀបចំវាភ្លាម
លោកជង្គង់ចុះខ្ញុំពិតជាមិនដឹងរឿងច្រើនទេភ្នំពូបានធ្វើរឿងទាំងអស់នេះដោយខ្លួនឯងខ្ញុំមិនដឹងថាគាត់នឹងប្រថុយជីវិតបែបនោះទេហាកុំប្រញាប់ប្រញាល់យើងគ្រាន់តែចង់ដឹងថាភ្នំពូនៅណាតាមអ្វីដែលខ្ញុំជាព្រះមហាក្សត្រយល់ឃើញមិនអាចរត់បានទៀតទេតើអ្នកមានបន្ទប់សម្ងាត់ឬកន្លែងស្រដៀងគ្នានៅទីនេះទេមានជាការពិតណាស់មាននាំខ្ញុំទៅទីនោះមិនអីទេប្រធានគ្រួសារតើអ្នកស្លាប់នៅទីនេះដោយរបៀបណាព្រះអង្គម្ចាស់កត្រីបានសោយទីវង្គតជាយូរមកហើយតើនេះមិនមែនជាការធ្វើអត្តឃាតដោយការភ័យខ្លាចការដាក់ទណ្ឌកម្មទេរឿងរ៉ាវរបស់ Shishin បានធ្វើអត្តឃាតដោយសារការភ័យខ្លាចការដាក់ទណ្ឌកម្មហើយដាក់ទោសសងហៅត្រូវបានរាយការណ៍តាមរបៀបនេះចូលយើងដុតរូបកាយនេះឲ្យលឿនល្អណាស់ខ្ញុំនឹងត្រឡប់ទៅ Dingseng Pavilion វិញឥឡូវនេះអ្នករាល់គ្នាសម្អាតភាពរញ៉េញ៉ៃបាត់ចាស់សោះឯកឧត្តមបញ្ហាទាំងអស់ត្រូវបានដោះស្រាយយោងតាមការស៊ើបអង្កេតបានបង្ហាញថាហេតុការណ៍ទាំងមូលបានកើតចេញពីការសម្លាប់ពស់លើសពីនេះព្រះអង្គម្ចាស់ក្ត្រីមានសមត្ថភាពពិសេសពួកគេបានដោះស្រាយករណីនេះយ៉ាងឆាប់រហ័សព្រះអង្គម្ចាស់រាជទាយាទបានខិតខំធ្វើការយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះអាមែនហើយត្រឹមត្រូវហើយព្រះអង្គម្ចាស់នេះថ្មីនេះខ្ញុំធ្វើការហួសកម្លាំងណាស់ទោះជាយ៉ាងណាក៏ដោយចាប់តាំងពីបញ្ហានេះត្រូវបានដោះស្រាយរួចមកបន្ទាប់មកយើងត្រូវជ្រើសរើសពាណិជ្ជករអធិរាជថ្មីម្នាក់យ៉ាងរហ័សឥឡូវនេះយើងអាចត្រឡប់ទៅវិញបានការជ្រើសរើសត្រូវបានធ្វើឡើងបន្ទាប់មកសុនហៅអាចបន្ទាប់មកនាំគាត់មកទីនេះរឿងនេះទាមទារការសម្រេចចិត្តផ្ទាល់ខ្លួនរបស់ខ្ញុំហេតុអ្វីយើងនឹងត្រឡប់ទៅវិញឥឡូវនេះឯកឧត្តមសូមរីករាយហាឯកឧត្តមខ្ញុំកំពុងមកអ្នកគឺជាឆ្កែបន្ទាប់ឆ្កែបន្ទាប់